លោកអ្នកអង្គការលេខយងផាត់ដឹកនាំគណៈប្រតិភូសមាគមអង្គការកម្ពុជាថ្វាយគម្រោងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋនាព្រឹកថ្ងៃពុធ8រោចខែអាសត់ឆ្នាំម្សាញ់សប្បស័កពុរសករាជ2569ត្រូវនៅថ្ងៃទី15ខែតុលាឆ្នាំ2025នេះលោកអ្នកអង្គការលេខយងផាត់ប្រធានសមាគមអង្គការកម្ពុជាបានដឹកនាំគណៈប្រតិភូចូលរួមពិធីថ្វាយគម្រោងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋនៅមណ្ឌពតម្កល់ព្រះបរមរូបខាងកើតវិមានឯករាជ្យសូមបញ្ជាក់ថាព្រះករុណាព្រះបរមរតនកោដ្ឋព្រះរាជប្រសូតនៅថ្ងៃទី31ខែតុលាឆ្នាំ1922និងជាព្រះរាជបុត្រានៃព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាកញ្ចនកោដ្ឋនិងសម្ដេចព្រះមហាក្សត្រីយានីស៊ីសវត្តកុសមនារីរតន៍សិរីវឌ្ឍនាព្រះអង្គបានលះបង់អស់ព្រះកាយពលនិងព្រះរាជបញ្ញាញាណដើម្បីបំពេញព្រះរាជកិច្ចសំខាន់សម្រាប់ប្រជាជាតិខ្មែរដែលបានទាមទារឯករាជ្យពេញលេញជូនជាតិមាតុភូមិពីអាណានិគមបារាំងព្រមទាំងបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាដឹកនាំព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ភាពរីកចម្រើនគ្រប់វិស័យព្រះមហាវីរក្សត្របានសោយទីវង្គតនៅថ្ងៃទី15ខែតុលាឆ្នាំ2012នារដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនហើយត្រូវបានដង្ហែព្រះបរមសពមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងតាមព្រះរាជបវេណីប្រកបដោយក្តីទុក្ខសោកសង្រេងរបស់ប្រជាជនខ្មែរនៅទូទាំងប្រទេសប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសសូមក្រាបបង្គំថ្វាយព្រះរាជកុសលនិងសូមថ្វាយព្រះរាជកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតនិងសូមចងចាំជានិច្ចនៅគុណូបការៈដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលព្រះអង្គបានបន្សល់ទុកសម្រាប់ប្រជាជាតិខ្មែរជាទីស្រឡាញ់របស់ព្រះអង្គ